រាជនីសំឡេងមេកបចិន្តាត្រូវបងប្អូនខ្មែរក្រោមចំរោមអបថើបសុំថតរូបដោយក្តីស្រឡាញ់ពេលចុះទៅច្រៀងក្នុងកម្មវិធីមួយថ្មីកន្លងទៅនេះឃើញវត្តមានរបស់តារាចម្រៀងប្រុសស្រីជាច្រើនរូបទាំងសិល្បៈរៀមច្បងនិងសិល្បៈចំនួនក្រោយបានទៅកាន់ទឹកដីកម្ពុជាក្រោមដើម្បីចូលរួមបង្ហាញកិត្តិយសច្រៀងក្នុងកម្មវិធីសម្ពោធសាលាធម្មសភា2ជាន់រោងទៀនខ្លោងទ្វារខួបអនុស្សាវរីយ៍120ឆ្នាំការកសាងវត្តនិងរាប់បាតប្រគេនព្រះសង្ឃ500អង្គដែលប្រារព្ធឡើងរយៈពេល3ថ្ងៃនៅវត្តពោធិគិរីវង្សារាមស្វាយសៀមថ្មីភូមិស្វាយសៀមឃុំងាយស្វៀងស្រុកថ្កូវខេត្តត្រាវិញក្នុងកម្មវិធីលើទឹកដីខ្មែរក្រោមនេះដែរក៏បានឃើញតារាចម្រៀងជើងចាស់ជារាជនីសំឡេងអ្នកនាងមេកបចិន្តាបង្ហាញវត្តមានចូលរួមច្រៀងផ្ទាល់ក្នុងកម្មវិធីជាមួយសិល្បករជាច្រើនរូបទៀតនិងឃើញមានការចូលរួមគាំទ្រយ៉ាងច្រើនកកពីបងប្អូនខ្មែរក្រោមផងដែររយៈពេល3ថ្ងៃនៃវត្តមានរបស់រាជនីសំឡេងមេកបចិន្តាក្នុងកម្មវិធីសម្ពោធនេះដែរពិតជាបានធ្វើឲ្យតារាចម្រៀងជើងចាស់រូបនេះមានក្តីរំភើបចិត្តជាពន់ពេកដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូនខ្មែរក្រោមជាពិសេសក្តីស្រឡាញ់របស់បងប្អូនខ្មែរក្រោមបានចោមរោមអោបថើបគាំទ្រដល់អ្នកនាងយ៉ាងខ្លាំងផងដែរ